ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំបងប្អូនទៅទស្សនាទីក្រុងម៉ៃអាមីនាពេលរាត្រីថាតើមានទស្សនវិជ្ជាបែបណាសូមចេញទស្សនាទាំងអស់គ្នានៅទីក្រុងខ្ញុំហ្នឹងគឺដើមថោនណាយើងឃើញគេគួរហ្នឹងគឺជាដើមថោនម៉ៃអាមីហើយតើយើងទៅមើលតទៀតអាកាសធាតុនៅយប់នេះគឺមិនក្តៅហើយក៏មិនត្រជាក់ខ្ញុំដើរទៅល្មមមកបែកញើសគឺស្រួលខ្លួនអត់មានអារម្មណ៍ថាត្រជាក់ហើយក៏មានអារម្មណ៍ថាក្តៅដែរគឺមកល្មមត្មងអត់ដូចនៅខាងរដ្ឋខ្ញុំនៅទេនៅស្រុកនេះឡានបើកលឿនអត់សូវខ្លាចមនុស្សទេខ្ញុំឆ្លងខ្នល់ប៉ុណ្ណឹងហើយអត់បន្ថយល្បឿនទៀតណានៅបើកឡើងលឿនមែនតែនហើយនៅកាច់ជ្រុងផ្លូវហ្នឹងមានផាកមួយគឺសម្រាប់ក្មេងៗគាត់លេងបាល់ណាហើយខ្ញុំគិតថាប្រហែលជានៅម្ដុំហ្នឹងមានសាលាហើយបានជានៅចិត្តហ្នឹងមានផាកយប់នេះឃើញក្មេងៗគេប្រកួតបាល់ទាត់ហើយគេលេងនៅពេលយប់អញ្ចឹងគឺប្រហែលជាគេសមសម្រាប់ប្រកួតនៅថ្ងៃក្រោយទៀតណាព្រោះឃើញឪពុកម្ដាយគេមកឈរមើលដែរអូខេហើយនេះហើយពីក្រោយក្នុងខ្ញុំគឺដើមថោនហ្នឹងយើងจะដើរមកដល់ដើមថោនតែដែរបាទយើងគួរច្រើនតែស្មាននេះម៉ោង7:08ខ្ញុំក៏ដូចស្ងាត់តែមកទៅក៏ទៅចាំមើលខ្ញុំដើរទៅដល់ដើមថោនដែរឬក៏អត់ខ្ញុំដើរលេងផងខ្ញុំដើរហាត់ប្រាណផងបើនិយាយទៅខ្ញុំទៅបាយរួចទេអញ្ចឹងក៏ដាក់ឃើញថាព្រោះគ្នាដើរទៅចង់ឃើញទីក្រុងគេនៅពេលយប់ផងតែដើរមកដល់ស្ងាត់ឯសូនកុំឲ្យមានមនុស្សអីនៅខាងក្រៅដើមថោនមែនតើណាយើងមានដើមថោនមើលទៅដើមថោនម៉ៃអើមីចូលផ្លូវមួយទៀតហើយស្ងាត់ឈឹងហើយនេះមកខ្ញុំនេះរបស់គេហើបោះចោលគេហើផ្ទះគេអ្នកហើអីគេហើបោះចោលអត់មានអីខ្លះមើលមានពូកមានតុកប្រដាអីខ្លះទេសិគេបោះចោលហើយហ្នឹងណាគេបោះចោលណាអ្នកណាចង់បានត្រូវយកទៅប្រើទៅតាមផ្លូវស្ងាត់ឯសូនចោលដូចសេះស្ងាត់សូនអត់មានមនុស្សសោះងាត់ឆាត់ងាត់មែនតើណាខ្នល់ខ្ញុំថាកដាខ្នល់ផ្ទះនេះក៏ដាំច្រើនណាស់នេះខ្លះដែរក្នុងផ្ទះគេនេះអូច្រើនណាស់ផ្ទះនេះសិតតែផ្កាមែនតែនផ្កាជ័រមានគ្រប់មុខនេះខ្ញុំដើរឆ្លងផ្លូវមកខាងទៀតក៏ឃើញមានសាលាមួយមែនសាលានេះគឺសម្រាប់ថ្នាក់ទី6ដល់ទី8សាលា Middle School ណាអញ្ចឹងហើយបានជាមានផាកសម្រាប់កូនក្មេងលេងបាល់នៅក្បែរហ្នឹងព្រោះអីនៅម្ដុំនេះតែមានសាលាគឺគេមានផាកហើយសម្រាប់កូនក្មេងឬក៏មនុស្សចាស់ក៏មានដែរសាលា High School មនុស្សធំហ្នឹងក៏មានដែរហើយនៅទល់មុខសាលាហ្នឹងគឺមានហាងមួយនេះហាងគេលក់សាំងវិចលក់ទឹកលក់អីចឹងណាគេមានលក់ហើយហាងហ្នឹងប្រហែលជាលក់ដល់យប់ជ្រៅតាមមើលពួកឥឡូវម៉ោង8 9យប់ហើយនៅគេនៅបើកលក់ហើយនៅក្បែរសាលានេះក៏មានផាកមួយទៀតដែរមាន playground និងមានកន្លែងកូនក្មេងលេង sport ហើយចិត្តមិញហ្នឹងគឺមិនដឹងថាគេមានកម្មវិធីអីទេពួក Spanish គេមកជួបជុំគ្នានិយាយផ្សព្វផ្សាយនេះ background ក្រោយក្នុងខ្ញុំហ្នឹងគឺ playground សម្រាប់កូនក្មេងលេងណាខ្ញុំអង្គុយបើបាត់ហត់ទីសិនព្រោះឥឡូវចាប់ផ្ដើមបែកញើសហើយរៀងក្តៅអញ្ចឹងដោះអាវចេញហើយអង្គុយលេងឲ្យយកខ្យល់អាកាសបន្តិចហើយនឹងធ្វើដំណើរតទៀតនៅស្រុកអាមេរិកនេះកន្លែងណាក៏ដូចកន្លែងណាដែរភាគច្រើនគឺក៏មាន playground មានអីអញ្ចឹងគឺយកតែកូនក្មេងមកលេង playground ហ្នឹងអត់អស់លុយទេអត់បង់លុយទេហើយនឹងឃើញមានពួក Spanish ហ្នឹងគាត់លក់អីវ៉ាន់គាត់លក់របស់ញ៉ាំផ្លែឈើមានលក់ផ្លែឈើស្អីខ្លះគាត់ដែរមានស្វាយមានអាឡឹក
មានទឹកភេសជ្ជៈអីចឹងណាលក់ដូចយើងនៅស្រុកខ្មែរដែរច្រើនតែពួក Spanish ឯងគាត់លក់គ្រឿងអស់ហ្នឹងហើយនៅជាប់នេះក៏កន្លែងផាកហ្នឹងសម្រាប់កូនក្មេងលេង sport ផាកហ្នឹងគឺជាមួយផាកមិញដែលយើងឃើញហ្នឹងគ្រាន់តែជើងមកខាងម្នាក់ហើយខ្ញុំដើរបន្តិចទៀតមកឃើញដើមមួយនេះដូចដើមពោអញ្ចឹងដល់ពេលខ្ញុំទៅមើលចិត្តគឺដើមពោមែនប្រកាសជាដើមពោហើយរៀងដូចគ្នាចម្លែកដែរនៅស្រុកនេះមានដើមពោហើយតាមផ្លូវត្រឡប់ទៅផ្ទះវិញហ្នឹងនេះខ្ញុំឃើញឆ្មាមួយវាពំកដោនិយាយទៅខ្ញុំអត់ដឹងថាឆ្មានៅស្រុកនេះពំចេះពំកដោចេះខាំកដោឯងស្អាឥឡូវឃើញជាក់ស្ដែងហើយព្រោះឯងធ្លាប់តែឃើញឆ្មាចិញ្ចឹមនៅក្នុងផ្ទះអត់ចេះខាំកដោឯងអានេះឆ្មាណាថាអត់មានផ្ទះដល់ពេលឃើញឆ្មាអញ្ចឹងខ្ញុំនឹកឃើញដល់ឆ្មាខ្ញុំដល់ហើយនឹកអើយនឹកឥឡូវខ្ញុំដើរមកដល់ផ្ទះហើយនេះផ្លូវបត់ចូលទៅផ្ទះខ្ញុំអាផាតមែនគឺខ្ញុំជួលសម្រាប់ស្នាក់នៅព្រោះខ្ញុំជួលអាផាតមែនទៅគេមានចក្រានមានអីឲ្យយើងអាចខុបបានបើយើងជួលតែអត់មានអីខុបទេហើយខ្ញុំមកនេះក៏ខ្ញុំមកមានការដែរត្រូវការខុបត្រូវការអីដែរអាផាតមែនដែលខ្ញុំជួលនេះគឺនៅជាន់ទី2ហើយនៅស្រុកនេះអាផាតមែនមួយអត់ធំទេតូចៗចាអត់ដូចនៅស្រុកខ្មែរទេវីដេអូនៅតាមដងផ្លូវនៅទីក្រុងម៉ៃអាមីនាពេលរាត្រីក៏មកដល់ទីបញ្ចប់ហើយខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូខ្ញុំនិងជួយចុច like ចុច share ឲ្យជូនពរបងប្អូនសុខភាពល្អរកស៊ីទទួលទានមានបានឆ្នាំថ្មីនេះហេងទាំងអស់គ្នាណាបាយបាយ